នៅក្នុងការចូលរួមថ្ងៃនេះគឺសូមមានការបកស្រាយទៅលើបញ្ហាមួយចំនួនដែលតែងកើតមាននៅក្នុងពិភពលោកហើយជាពិសេសគឺតែងកើតមានសម្រាប់ប្រទេសកម្ពុជាយើងដោយដែលអាត្មាបានជម្រាបច្រើនហើយក្នុងហេតុការណ៍ផ្សេងៗដែលហេតុការណ៍នោះវាជាហេតុការណ៍មិនទំនួងគណៈមិនទំនួងចង់បានទាមទារឲ្យពុទ្ធបរិស័ទយើងចូលរួមសិក្សាណាចូលរួមសិក្សាអាការដែលសិក្សាធัวអាការដែលស្វែងយល់អំពីតម្លៃខ្លឹមសារធัวគឺមិនមែនត្រឹមតែបាននៅការចេះដឹងប៉ុណ្ណឹងទេគឺថាអាចនឹងមានលទ្ធភាពចែករំលែកឲ្យអ្នកដទៃនឹងបានចេះបានដឹងណាអញ្ចឹងបានគួរឲ្យកោតសរសើរណាស់សម្រាប់អ្នកប្រាជ្ញផ្សេងដែលខ្លួនស្លាប់ទៅមែនប៉ុន្តែបានបន្សល់ទុកនៅចំណេះដឹងជាឯកសារជាទំនៀមទម្លាប់ជាវប្បធម៌រហូតបានប្រទេសមួយស្ថិតនៅក្នុងការកត់សម្គាល់និងបានកោតសរសើរពីបណ្ដាប្រទេសផ្សេងថាប្រទេសខ្មែរយើងនឹងមានពូជអម្បូរសុភាពរៀបសារថ្លៃថ្នូរសម្បូរទៅដោយអ្នកចេះដឹងមានរបៀបទន់ភ្លន់សម្បីតែរចនាបថប្រាង្គប្រាសាទនេះក៏ឆ្លុះបញ្ចាំងអំពីទង្វើរបស់ជនជាតិខ្មែរឃើញទេនឹងដោយសារអីដោយសារអ្នកប្រាជ្ញមុនគាត់ងាប់ទៅគាត់ស្លាប់ទៅនឹងមិនបានយកទៅទាំងអស់ទេណាគឺបាត់តែរូបកាយទេតែស្នាដៃហើយនឹងចំណេះផ្សេងដែលបានរៀបចំជាឯកសារជាសភៅជាគម្ពីរក្បួនច្បាប់ហ្នឹងគឺថាបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយហ្នឹងបានសិក្សាបានរៀនសូត្រចេះដឹងគណាដូច្នេះអ្វីដែលអាត្មាចង់ជម្រាបជូនហ្នឹងគឺថាតើយើងគួររក្សាវប្បធម៌អរិយធម៌ខ្មែរហ្នឹងតទៅទៀតឬក៏យើងគួរតែបំភ្លេចបំបត្តិចោលអានេះវាជារឿងមួយដែលយើងក៏បីយកមកត្រេះរិះទាំងអស់គ្នាអាត្មាតែងបានសង្កេតមើលហើយនឹងត្រូវទៅតាមអ្វីដែលព្រះពុទ្ធព្រះអង្គទ្រង់ព្យាករណ៍ដូចនៅក្នុងមហាសបិណ្ឌមិត្តរបស់ព្រះបាទប្រសិទ្ធិកោសលទី2នោះគឺថាស្ដីអំពីដើមឈើដែលមានកម្ពស់ត្រឹមតែមួយគក់មួយហាត់ហ្នឹងគឺថាស្រាប់តែមានផ្កាមានផ្លែប្រងព្រាតណាហើយព្រះបាទប្រសិទ្ធិកោសលហ្នឹងគឺថាក្រាបទូលសួរគាល់ព្រះដែលមានពភៈថាហេតុហ្នឹងវាយ៉ាងម៉េចដែរព្រះអង្គបានព្រះអង្គទ្រង់ជាកយើងតែងនិយមហៅថាពុទ្ធទំនាយនោះមិនមែនដាក់ទំនាយពីពុទ្ធទេណាពុទ្ធទំនាយគឺការទុទាយការជាកកាលដែលព្រះអង្គគង់បជននៅហ្នឹងថាអំណះតទៅហ្នឹងគឺថានឹងមានហេតុការណ៍យ៉ាងនេះហេតុការណ៍ហ្នឹងថាម៉េចហេតុការណ៍ហ្នឹងថាមនុស្សនៅក្មេងមានវ័យមិនទាន់គ្រប់ការទេប៉ុន្តែ
ជ្រួលជ្រើមត្រីត្រអាលដោយកាមរាគៈខ្សែមេថុនធម្មតាំងពីក្មេងៗទៅហើយក៏មានការតាំងគួរទៅមានកូនលកេលកាអីចឹងទៅទាំងដែលខ្លួនឯងហ្នឹងនៅក្មេងទេយុ5ឆ្នាំអីហ្នឹងមានប្តីមានអីអស់ណាឥឡូវហ្នឹងវាមិនតាន់ដល់ដំណាក់កាលហ្នឹងទេប៉ុន្តែប៉ំញាតិញោមប៉ំដូចនៅតាមបណ្ដាសាលារៀនមួយចំនួនអីហ្នឹងគឺថាតែងបានបោកប្រាស់ពុកម្ដាយតែងបានកុហកថាទៅរៀនអីចឹងទៅប៉ុន្តែជាការពិតហ្នឹងមិនបានដល់សាលារៀនទេវាអាចហួសសាលារៀនមានគ្នាទៅក៏សប្បាយរីករាយក្នុងកាមគុណអីផ្សេងទៅក៏ធ្វើឲ្យហេតុការណ៍ដូចជាអាយុមិនតាន់គ្រប់ការហើយក៏ត្រេកត្រអាលរីករាយប្រព្រឹត្តបទល្មើសផ្សេងទៅដែលវាប៉ះពាល់ដល់ក្រមសីលធម៌ប៉ះពាល់ដល់សីលធម៌ប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនាក៏ដូចជាប្រពៃណីប្រទេសជាតិរបស់យើងក៏ណានេះជាការលើកឡើងមកហ្នឹងគឺថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថារឿងហ្នឹងនឹងត្រូវមាននៅពេលអនាគតកាលហ្នឹងដូចដើមឈើដែលដោះមកមិនតាន់ខ្ពស់ផងត្រឹមតែមួយគក់ឬក៏មួយហាត់ហ្នឹងក៏ស្រាប់តែចេញផ្កាចេញផ្លែហ្នឹងគឺថាដូចជនប្រុសស្រីដែលមិនតាន់មានវ័យគ្រប់ការទៅក៏ស្រាប់តែត្រេកត្រអាលរីករាយដោយតណ្ហាខ្សែមេថុនធម្មទៅក៏មានកូនលកេលកាអីចឹងគណៈរឿងនេះនឹងកើតមាននៅពេលដ៏ខ្លីនៅសម្រាប់ពុទ្ធសករាជកន្លងទៅនៅ2557 ឆ្នាំនេះអាត្មាគិតថាមិនយូរទេពីព្រោះឥឡូវហ្នឹងក៏មានប៉ំហើយមានតិចទៅរ៉ែទៅហើយអញ្ចឹងវាជាគ្រោះថ្នាក់មួយដែរនៅក្នុងការរក្សាការពារនៅវប្បធម៌អរិយធម៌ហ្នឹងគឺថាកាលណាបើយើងមិនប្រឹងស្វែងយល់ហើយមិនមានការរក្សាឲ្យមានតម្លៃដូច្នេះភាពថ្លៃថ្នូរអីហ្នឹងក៏វាអត់មានក៏ណាអ្វីដែលពីយូរលង់ណាស់ហើយដែលត្រូវបានបណ្ដាប្រទេសផ្សេងគេកោតសរសើរថាខ្មែរហ្នឹងមានវប្បធម៌ល្អអរិយធម៌ល្អហ្នឹងគឺថាអាចនឹងប្រឈមទៅនឹងការបាត់បង់នៅក្នុងពេលដ៏ខ្លីខាងមុខអាហ្នឹងបើយើងទាំងអស់គ្នាហ្នឹងមិនប្រឹងស្វែងយល់ណាដល់ចឹងទៅវាដូចជាគ្មានអីដែលជារបស់ខ្មែរមានអីដែលជារបស់ខ្មែរក្រៅពីប្រាង្គប្រាសាទហើយទាំងដែលប្រាង្គប្រាសាទហ្នឹងបើមិនមានការយកចិត្តទុកដាក់មិនមានការបង្ហាត់បង្រៀនអំពីប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ទេប្រទេសជាតិខាងគេកែប្រវត្តិសាស្ត្រខ្មែរដាក់ថាជារបស់គេបញ្យល់ឲ្យកូនចៅគេបានដឹងបែរជាឯងណាអត់បានបង្ហាត់បង្រៀនឲ្យបានយល់អំពីប្រវត្តិសាស្ត្រសម្បីផ្នែកប្រាង្គប្រាសាទនានាហ្នឹងក៏ត្រូវប្រឈមនឹងការបាត់បង់ទៅដែរនេះជាការព្រួយបារម្ភរបស់អាត្មាភាពទេតែអ្វីដែលសំខាន់នោះគឺថាត្រូវមានការសិក្សារៀនសូត្រទាំងអស់គ្នាហើយស្វែងយល់ព្រមទាំងមានទឹកចិត្តអភិរក្សរក្សាឲ្យអ្វីដែលដូនតារបស់យើងនឹងបានបន្សល់ទុកហ្នឹងគឺថាឲ្យមានបន្តទៅទៀតហើយជាពិសេសហ្នឹងផ្នែកសិលធម៌ដែលអាត្មាផ្ដោតសំខាន់ទៅលើមហាសបិណ្ឌមិត្តទី2របស់ព្រះបាទប្រសិទ្ធិកោសលដែលមានការសបិណ្ឌឃើញដើមឈើពោះមួយគក់មួយហាត់ហ្នឹងក៏ស្រាប់តែមានផ្លែផ្កាហ្នឹងគឺថាអំណះតទៅអនាគតហ្នឹងគឺថានឹងមានរឿងរ៉ាវដូចបានសម្ដែងហើយអញ្ចឹងនេះខ្ញុំប្រកាសណាចូលរួមដោយខ្លីប៉ុណ្ណឹង